từng bay bờ tây nâng Campuchia Thái hay nâng chân bà rồi ấy admin chân anh thì chân còn mờ mà cứ pi bờ tây nó chốt này cứ khát chân phong này bà mình trầm ta khát sẽ được cái tế khát từng phải nhiều bài ca tụt phong này bà chỉ biết thế nhầm ai về tầm lại ban thà chân ca pia Campuchia nông vi say ca tụ nâng chia trừ chiên thay từ tiệt đời xa tại chân chăm tục nông chất cao bị năm pi pon pi đại miền tại Campuchia tại một cột đại vô luôn tục beng crop parapan đâu đại kê của bông bánh màu chân được năm pi pon pi về đây dừng thửประเทศ ASEAN bà chân châu từ ở trừ từ tiếtปัญหา Campuchia chânสมตัว Campuchia ไทยปัญหา ព្រំដែន Campuchia ไทยនៅពេលដែលកម្ពុជាជាពិសេសសម្ដេចធិបតីទៅវេទិកាពិភពលោកដើម្បីបង្ហាញការពិតថាថៃឈ្លានពានកម្ពុជាបាទពេលនោះថៃវានៅរំលាយរដ្ឋាភិបាលឡើយទេវារំលាយដើម្បីទិញពេលដើម្បីលេះផ្សេងរបស់វាហ្នឹងដើម្បីប្រើប្រាស់ de facto ដើម្បីកាន់កាប់ជាក់ស្ដែងហ្នឹងក្រែងលោកកម្ពុជាហ្នឹងឈប់អើពើឬក៏ភ្លេចបាទគំនិតរបស់វានៅពេលដែលកម្ពុជាប្រើប្រាស់យន្តការអន្តរជាតិមកដោះស្រាយបញ្ហាកម្ពុជាថៃដោយសន្តិវិធីតាមច្បាប់អន្តរជាតិតាមយន្តការអន្តរជាតិបើជាថៃទៅតាមវបាទសឹងថាពាក់ក្បាត់កមិនតាន់រត់ឡើងយន្តហោះទៅបកស្រាយបាទឆ្លើយតបតតាំងមកកម្ពុជាឃើញទេបាទសួរតានឹងវាមានឆន្ទៈអត់វាមានឆន្ទៈប៉ុន្តែឆន្ទៈទៅបកអក្រាតកម្ពុជាទៅវាយកម្ពុជាមិនឆន្ទៈមកចូលតុកចរចាទ្វេភាគីទេហើយពេលដែលវាទៅហើយវាអង្វរកម្ពុជាឲ្យមកទ្វេភាគីវិញមិនអញ្ចឹងទេបាទគឺវាចង់បានយ៉ាងគេទ្វេភាគីហ្នឹងហើយបាទវាខ្លាចតែយើងធ្វើទៅជាអន្តរជាតិតូបនីយកម្មទៅលើបញ្ហាកម្ពុជាថៃហ្នឹងទៅឆាកអន្តរជាតិទេជាពិសេសវាខ្លាចជាងគេនៅពេលដែលកម្ពុជាចអល់មុខវានៅក្នុងមហាសន្និបាតអង្គការសហប្រជាជាតិហ្នឹងតែម្ដងបាទគឺវាខ្លាចអាម៉ាស់ព្រោះខ្លួនឯងអួតថាជាប្រទេសស្រឡាញ់សន្តិភាពប្រទេសស៊ីវិល័យប្រទេសបងធំជា co-founder របស់ ASEAN នឹងទៅទៀតបាទដល់ភ្លេចខ្លួនបែកកឆាលើកតបវាយប្រហារអ្នកចិត្តខាងខ្លួនបាទប្រវត្តិសាស្ត្រ ASEAN ត្រូវតែចារទុកតែម្ដងជាមួយខ្ញុំក៏ចារទុកក្នុងប្រវត្តិសាស្ត្រ ASEAN ដែររឿងថៃបំផ្លាញ ASEAN រំលោភធម្មតាខ្លួនឯងហ្នឹងបាទអញ្ចឹងនៅពេលដែលឱកាសនៃមិត្តចិនមកដល់កម្ពុជាហើយនឹងទៅថៃនៅពេលនេះថៃត្រូវតែដឹងខ្លួនឯងថាត្រូវតែដោះស្រាយទ្វេភាគីតាមយន្តការ JBC ឲ្យបានឆាប់បំផុតតាមដែលអាចធ្វើបានដើម្បីស្ដារនៅទំនុកចិត្តឡើងវិញដើម្បីដោះស្រាយបញ្ចប់បញ្ហាវិវាទព្រំដែនរវាងផងគ្នានឹងគ្នាទៅលើចំណុចណាដែលមិនច្បាស់លាស់ត្រូវតែដកចេញទៅវិញនៅកុងតឺន័រនៅសំណង់ហេដ្ឋារចនាសម្ព័ន្ធយោធាលក្ខណៈដែលខ្លួនឯងបានសាងសង់ទាំងបំពេញមកលើអធិបតេយ្យជាតិរបស់កម្ពុជានឹងដែលពិភពលោកគេមើលមកគេមិនគាំទ្រនោះទេបាទហើយកន្លងមកក៏ខ្ញុំលើកជាសំណួរថាតើអ្វីដែលថៃធ្វើដូចមេមន់រងថ្ងៃហ្នឹងម្ដងចង់ម្ដងអត់កម្ពុជាហៅមកប្រជុំទ្វេភាគីហើយដំបងវកម្ពុជាឲ្យមកទ្វេភាគីដល់កម្ពុជាមកទ្វេភាគីហើយដាក់លិខិតផ្លូវការឲ្យចូលទ្វេភាគីបែរជាវាថាកម្ពុជាហ្នឹងទៅជាដាក់សម្ពាធឲ្យវាចូលទ្វេភាគីវិញទៀតចាំថាដូចខ្ញុំលើកថាដូចមេមន់ល្បិចមេមន់អញ្ចឹងបាទអញ្ចឹងមានន័យថាពិភពលោកក៏ដូចជាមិត្តចិនត្រូវមើលឲ្យឃើញពីចរិតមេយាទរបស់ថៃថាចេតនាវាគឺអីទេអីគឺអ្វីគេចេតនារបស់ថៃពិតប្រកបនៅពេលនេះដែលអ្នកជំនាញគេមើលឃើញគឺជាចេតនា de facto យុទ្ធសាស្ត្រ strategic ambiguity ពិតដូចមិនពិតដូចពិតដើម្បីប្រើប្រាស់ឱកាស de facto កាន់កាប់ជាក់ស្ដែងហើយបង្កើតរូបភាពផ្សេងអំពីការស្ដារសេដ្ឋកិច្ចអីជាមួយកម្ពុជាអីចង់បើកព្រំដែនអីឡើងរឿងចង់បើកព្រំដែននេះសិតតសារចេញពីថៃទាំងអស់អត់មានចេញពីកម្ពុជាទេបាទហើយនៅពេលដែល
កាន់កាប់ដោយខុសច្បាប់សាងសង់សំណង់រឹងដោយខុសច្បាប់នៅលើដែនដីកម្ពុជាហើយបែរជារំលេចអំពីការកសាងសន្តិភាពនៅក្នុងអាស៊ានទៅជួបភូមិថាចង់ហៅភូមិឲ្យមករួមក្នុងអាស៊ានតែខ្លួនឯងកំពុងកាន់កាប់ទឹកដីកម្ពុជាដោយខុសច្បាប់ឡើងរាប់សិបកន្លែងគួរឲ្យអាម៉ាស់ទេបាទគួរឲ្យអាម៉ាស់ខ្លួនឯងទេដែលខ្លួនឯងកំពុងតែកាន់កាប់ទឹកដីគេហើយទៅហៅភូមិអីមកសុខដុមអាស៊ានខ្លួនឯងកំពុងតែខុសច្បាប់មួយទាំងមូលខុសច្បាប់រំលោភធម្មនុញ្ញអាស៊ានទាំងមូលរំលោភច្បាប់អន្តរជាតិទាំងមូលនេះតែខ្មាស់ទេគួរខ្មាស់អញ្ចឹងយើងត្រូវចាប់ចំណុចថៃនេះឲ្យបានបាទចាប់ចំណុចវាឲ្យបានបាទធ្វើទៅបិទតែរូបភាពផ្សេងការប្រជុំនៅចិនអីឡាក់បាទខ្ញុំនិយាយប៉ុណ្្នឹងដឹងចូលប្រយ័ត្នបើសិនជាថៃវាស្មោះត្រង់វាត្រូវតែដកថយហើយទុកព្រំប្រទល់ដែនអន្តរជាតិនឹងតាមយន្តការ JBC ដោះស្រាយគ្នាវាស់ឃើញតាណារបស់កម្ពុជាឲ្យកម្ពុជាវាស់ឃើញកន្លែងណារបស់ថៃឲ្យថៃអត់មានហេតុផលណាមួយដែលត្រូវផ្ទុះសង្គ្រាមតលទៅសោះមិនថាសង្គ្រាមទី1សង្គ្រាមជុំទី2អន្តរជាតិទាំងខ្ញុំទាំងអីមើលពីក្រៅមកគ្មានហេតុផលណាមួយត្រូវផ្ទុះសង្គ្រាមតលទៅសោះការផ្ទុះសង្គ្រាមលើកទី1លើកទី2នេះសិតតែជាការយកអាយុជីវិតនិងអធិបតេយ្យរបស់រដ្ឋមួយគឺកម្ពុជាដើម្បីនយោបាយផ្ទៃក្នុងវាសុទ្ធសាធគឺជាយុទ្ធសាស្ត្រដ៏ខ្មៅងងឹតដែលពិភពលោកត្រូវមើលឲ្យឃើញហើយជៀសវាងហើយត្រូវចាប់កំហុសដាក់ទោសអូសដំណើរនៅក្នុងមហាសន្និបាតពិភពលោកកុំឲ្យប្រទេសណាមួយប្រកាន់ចរិតដូចថៃតទៅទៀតបាទគឺវាខ្មៅងងឹតពេកហើយយកអាយុជីវិតប្រជាជនតបកម្ពុជាជាពិសេស The property of mankind នេះព្រះវិហារនេះសម្បត្តិបេតិកភណ្ឌពិភពលោកនេះក៏វាបំផ្លាញដែរបំផ្លាញដើម្បីនយោបាយផ្ទៃក្នុងរបស់វានោះហើយជាលេស de facto បើសិនជាកម្ពុជាប្រហែសយូរមែនតែបើកម្ពុជារើបំរាស់តវ៉ានៅតែអញ្ចឹងយើងត្រូវមើលចរិតមាយាទរបស់ថៃនឹងឲ្យច្បាស់ហើយកុំងាយចាញ់ឧបាយកលពេកបាទបើខ្ញុំមើលដល់ពវៀនបត់របស់មេដឹកនាំថៃទាំងមូលនោះបាទសំបីតែការប្រជុំនៅចិនថ្មីនេះក៏ខ្ញុំតាមដានមើលថាតើវាកំពុងប្រើយុទ្ធសាស្ត្រអីសូមកុំចាញ់កលល្បិចតែបើសិនជាវាមានឆន្ទៈពិតប្រាកដចូលទៅ JBC ហើយគេហៅចូលមកធ្វើភាគី JBC ដើម្បីដោះស្រាយបញ្ចប់បែរជាថាកម្ពុជាដាក់សម្ពាធទៅទៀតខ្ញុំហួសចិត្តទៅទៀតអញ្ចឹងមើលថាឃើញមើលចេតនាវាច្បាស់បាទតើចេតនាវានឹងវាចង់បានសន្តិភាពមួយកម្ពុជាទេវាចង់ប្រគល់ដីមកឲ្យកម្ពុជាវាទេកម្ពុជាវិញទេបាទមើលចេតនាវាច្បាស់កន្លែងហ្នឹងហើយបើសិនតែមានឆន្ទៈកំថាឡើយអត់មានរដ្ឋាភិបាលឥឡូវមានហើយណាហើយថាអត់តរៀបចំអីណា JBC ខាងថៃបើវាមានឆន្ទៈនៅពេលដែលសម្ដេចទៅសម្ដេចធិបតីទៅមហាសន្និបាតពិភពលោកនោះឃើញវាហត់តាមហ៎បាទសូម្បីតែអត់មានរដ្ឋាភិបាលក៏ដោយស៊ីហាសៈពងគិតកែវពាក់ក្បាត់កោហត់ឡើងយន្តហោះសឹងមិនតាន់ទៅបាទបើមានឆន្ទៈចង់បញ្ចប់តាមរយៈយន្តការធ្វើភាគី JBC មែនណាគឺមកចូលប្រជុំហើយអញ្ចឹងមិនមែនន័យថាយើងបដិសេធទាំងស្រុងទេប៉ុន្តែយើងអនុវត្តមេគេដោះស្រាយជាមួយថៃនេះដោយប្រុងប្រយ័ត្នជាទីបំផុតជៀសវាងចូលល្បិចណាមួយដែលវាកំពុងតែរៀបសេណារីយ៉ូហ្នឹងឡើងខ្ញុំមើលសិតតែជាសេណារីយ៉ូបាទមិនមែនថាខ្ញុំមិនជឿទាំងស្រុង 100% ទេខ្ញុំអាចជឿ 15% បាទប៉ុន្តែ 85% ទៀតខ្ញុំយល់ថាជា narrative ជាសេណារីយ៉ូដែលបំវែងដានហើយយកកត្តាសេដ្ឋកិច្ចអីផ្សេងបើកព្រំដែនសុខដុមអាស៊ានអីផ្សេងតែខ្លួនឯងកាន់កាប់ដីកម្ពុជាខុសច្បាប់អត់និយាយអត់ដកចេញអត់ធ្វើនៅតែបន្តចិញ្ចឹមមហិច្ឆតាកាន់កាប់ទឹកដីកម្ពុជាចឹងឯណាចេតនាពិតប្រាកដនៃការកសាងសុខសន្តិភាពក្នុងតំបន់អាស៊ានឯណាទៅចេតនាពិតប្រាកដនៅក្នុងការដោះស្រាយបញ្ហាព្រំដែនកម្ពុជាថៃពិតប្រាកដឯណាទៅអ្វីដែលថៃថាស្រឡាញ់ណាស់អ្នកជិតខាងដើម្បីសុខដុមរវាងអ្នកជិតខាងកម្ពុជាថៃនិងអាស៊ាន
បាទត្រូវមើលច្បាស់សូមអរគុណ បាទសូមអរគុណលោកប៉ាស្ទីដែលបានលើកឡើងលំអិតមួយចំនួនពាក់ព័ន្ធទៅនឹងចំណុចដែលថៃបាទឆ្លៀនពៀនមកកាន់កម្ពុជាគឺជាចេតនាជាក់ស្ដែងនិងពោពេញទៅដោយកលល្បិចនិងសេណារីយ៉ូនៅក្នុងការពុនពងចង់បានខ្លាំងគឺទឹកដីកម្ពុជាតែម្ដងនេះគឺជាចេតនាចម្បងរបស់ថៃដែល